មាត់គេមិនមែនមនុស្សចឹងទេមិនក៏ម៉ាក់ជឿលើសម្ដីអ្នកក្រៅហើយមិនជឿលើកូនរបស់ខ្លួនយើងប្រាប់ឯងណាជាងស៊ីងស៊ីងចៅនេះគេល្អជាងឯង100 ដងម៉ាក់លើកលែងតើខ្ញុំទៅម៉ាក់អភ័យតើខ្ញុំបានទេថ្ងៃក្រោយកុំហៅយើងម៉ាក់ទៀតហើយឈប់ជន់ចូលផ្ទះគ្រួសារជាងទៀតយើងមិនដែលស្រឡាញ់នាងទេហើយក៏មិនទុកនាងជាកូនស្រីរបស់យើងដែរម៉ាក់ខ្ញុំសូមវល់ម៉ាក់អភ័យតើខ្ញុំបានទេម៉ាក់អភ័យតើខ្ញុំផងយើងមិនដែលស្រឡាញ់នាងទេហើយក៏មិនមែនជាកូនស្រីយើងដែរនាងចេញទៅចេញឲ្យឆ្ងាយពីយើងទៅម៉ាក់នាងចេញឲ្យឆ្ងាយទៅលោកពូមកល្មិចទៅផ្កាយបញ្ចេញពន្លឺតែខ្ញុំមិនចេះបញ្ចេញពន្លឺទេអ្នកណាថានាងមិនចេះព្រោះស៊ីងយើងនៅតូចណាស់ចាំពេលដែលនាងធំឡើងនាងប្រកាសជាផ្កាយដែលភ្លឺជាងគេនៅលើโลกនេះជាមិនខានទេចឹងពេលដែលខ្ញុំចេះបញ្ចេញពន្លឺម៉ាក់ក្លែងស្អប់ខ្ញុំដែរត្រូវទេអ្នកណានិយាយថាម៉ាក់ស្អប់នាងគាត់គ្រាន់តែមិនបង្ហាញចេញមកពេលដែលផ្កាយរៀនបញ្ចេញពន្លឺទុកពេលវេលាឲ្យម៉ាក់ឯងបន្តិចណារៀនបង្ហាញសេចក្តីស្រឡាញ់ចំពោះនាងល្អទេខ្ញុំនឹងខិតខំស៊ីងអស់ចាលោកពូស៊ីខ្ញុំទៅកំដៅលោកពូស៊ីងអស់ចាមែនស៊ីងក៏ធ្វើអញ្ចឹងឆាប់ក្រោកឡើងមកក្រោកឡើងមកស៊ីងមកតែខ្ញុំនៅកំដៅលោកពូទៅផ្ទះជាមួយខ្ញុំវិញខ្ញុំគ្មានផ្ទះទៀតទេចាស៊ីងនាងមើលមកខ្ញុំគ្មានមនុស្សមកស្រឡាញ់ខ្ញុំទៀតទេនាងមើលមកខ្ញុំមើលច្បាស់ហើយឬណាខ្ញុំនៅទីណាទីនោះជាផ្ទះរបស់ខ្ញុំហើយស៊ីងទោះឲ្យខ្ញុំខ្លាចជាមនុស្សក្នុងគ្រួសារនាងតែល្អដែរទេទោះឱកាសខ្ញុំមកថែនាងផងខ្ញុំមិនមែនជាផ្កាយដែលនៅក្នុងកែវភ្នែកផងដែលមានពន្លឺនោះទេខ្ញុំគ្រាន់តែជាក្មេងស្រីចង្រៃគឺខ្ញុំធ្វើឲ្យលោកពុកខ្ញុំស្លាប់យ៉ាងស៊ីងនាងមិនត្រូវធ្វើអញ្ចឹងទេស៊ីងនាងពីមុនមិនអាចចោះចាញ់ទេឥឡូវយើងមិនអាចចោះចាញ់ដែរមានចាំទេពេលដែលពួកយើងស្គាល់គ្នាតើនាងមានរូបរាងយ៉ាងម៉េចនាងមានចិត្តអំណត់ខ្លាំងណាស់មានសុតិធិនិយមមានភាពរឹងមាំនាងមិនត្រូវធ្វើអញ្ចឹងទេល្អទោះនាងជាក្មេងស្រីចង្រៃក៏ដោយតែពីយ៉ាងម៉េចខ្ញុំនឹងពុះពៀខ្ញុំមិនខ្លាចទេខ្ញុំចូលចិត្តស្រីចង្រៃដូចជានាងស៊ីងកាលពីមុនខ្ញុំពិតជាទន់ខ្សោយណាស់ខ្ញុំមិនដឹងថាខ្លួនឯងចង់បានអ្វីទេខ្ញុំមិនអាចជ្រើសរើសអ្វីខ្លួនឯងទេប៉ុន្តែពេលនេះខ្ញុំដឹងច្បាស់ណាស់យល់ច្បាស់ណាស់អ្វីដែលខ្លួនឯងចង់បានខ្ញុំចង់នៅជាមួយនាងខ្ញុំស្រឡាញ់នាងខ្ញុំចង់ថែរក្សានាងហើយកំដរនាងចង់ខ្លាចតែជាមនុស្សក្នុងគ្រួសារនាងណាចាស៊ីងទៅវិញជាមួយនឹងខ្ញុំទៅលោកពូគាត់បានចាក់ចេញទៅហើយខ្ញុំត្រូវតែមើលថែរក្សានាងត្រូវតែរឹងមាំឡើងយើងត្រូវតែរឹងមាំទាំងអស់គ្នាចាំភ្លៀងរាំងហើយខ្ញុំកំដរនេះឆ្លងកាត់ចុះហេតុអីកន្លែងនេះខ្ញុំឈឺម្ល៉េះលោកស្រីប្រធានសែត្រូវទៅនោះទេខ្ញុំយកសក់មួយសរសៃមកឲ្យយើងចង់ធ្វើអីនឹងលោកប៉ារឿងនេះឯងកុំខ្វល់ចាអញ្ចឹងប៉ាចាំមួយផ្លែត
បើកឡានទៅពួកយើងទៅវិញចា លោកប្រធានសៀខ្ញុំពិតជាមិនយល់ទេរបាយការណ៍កំណត់អត្តសញ្ញាណលើកមុនក្រែងលោកគ្មានបញ្ហាទេយើងមានអារម្មណ៍ថារឿងនេះដូចជាមិនត្រូវសោះទៅរំជោគបាយធ្វើយ៉ាងណាយុទ្ធសាស្ត្ររបស់ជាងស៊ីងស៊ីងឲ្យបានលោកប្រធានមានន័យថាម្ដងនេះមិនត្រូវការសក់របស់យ៉ាងនេះធ្វើកំណត់អត្តសញ្ញាណទេទៀងផ្ទាត់យកតែម្ដងរវាងជីងហួរនិងជាងស៊ីងស៊ីងណាបាទលោកមកធ្វើអីពេលមុននាងបានឲ្យតែយើងមករកនាងឥឡូវយ៉ាងម៉េចទៅហើយមិនស្វាគមន៍យើងទេវាលំបាកដល់កូនប្រសាដែលជោគជ័យម្នាក់តែនៅមិនទាន់ភ្លេចសង្សារចាស់ដូចជាខ្ញុំមិនចង់និយាយជាមួយនាងច្រើនបានការទេនាងមិនជាកូនស្រីនាងទៅផ្ទះខ្ញុំតើនាងកូនយ៉ាងម៉េចខ្លាចខ្ញុំបំផ្លាញភាពរុងរឿងនិងទ្រព្យសម្បត្តិរបស់ឯងមែនទេកាលមុននាងបានទទួលប្រាក់យើងឲ្យទម្លាក់ពូជចង្រៃនោះចោលពូជចង្រៃបើអញ្ចឹងជីងហួរបង្កើតនោះជាកំណាប់មែនទេនាងកើតកូននាងហងកើតកូនហងជាងវិញនាងត្រូវស្គាល់ពីប្រវត្តិខ្លួនឲ្យបានច្បាស់ពិតជាអញ្ចឹងមែនកូនដែលស៊ីងជីងហួរនាងកើតមកប្រកាសជាថ្លៃថ្នូរជាងកូនស្រីយើងហើយមែនទេការពិតគឺអញ្ចឹងមែននាងគួរទទួលស្គាល់ទៅពេលនេះបើសិនជាយើងប្រាប់លោកថាយូនីងជាកូនស្រីយើងជាងស៊ីងស៊ីងទៅជាកូនស្រីរបស់ស៊ីងហួរយ៉ាងនេះយូនីងកំប៉ះយើងយូនីងលោកប៉ាពេលដែលពាក្យនិយាយមិនបាញ់មិញនេះឲ្យគាត់និយាយម្ដងទៀតទៅពេលនោះយើងបានផ្លាស់ប្ដូរកូនជាមួយនឹងស៊ីងស៊ីងនាងគឺពិតជាកូនស្រីរបស់យើងកូនស្រីបាត់មាត់កាលណាយើងទទួលស្គាល់នាងថាជាម្ដាយលោកប៉ាពិតទៅលោកប៉ាខ្លួនមួយជីទុកពីរលោកប៉ាបាត់មកករឿងហើយហេតុអីក៏មិនដោះស្រាយទៅយូនីងពួកយើងទៅផ្ទះវិញចាំនិយាយរឿងរ៉ាវដែលបំណុលស្នេហាដែលលោកប៉ាបង្កឡើងហេតុអីមិនសម្អាតឲ្យស្អាតយូនីងកូននិយាយស្អីហ្នឹងលោកប៉ាមិនបានសម្អាតទេហើយមកដល់ពេលនេះគឺមានពាក់ព័ន្ធមកដល់ខ្ញុំទៀតតើលោកប៉ាគិតយ៉ាងម៉េចដែរយើងមិនមែនទេយ៉ាវនីងម៉ាក់មិនបានទម្លាក់កូនចៅនោះទេនាងជាសាច់ឈាមរបស់ខ្ញុំយើងស្រឡាញ់ឯងណាស់គិតមើលទៅបាត់មាត់ទៅខ្ពើមណាស់បើសិនជាមីងវិញតើនេះជាការស្រឡាញ់ទេយូនីងផ្លាស់ដោជាប់បាត់រហូតហេតុអីក៏ត្រូវយកស៊ីងស៊ីងមកវិញខ្ញុំបាត់ដេញគេចេញបាត់ហើយល្ងងមែននាងគួរតែទៅជាមួយគេចាក់ចេញពីទីនេះគេបានធ្វើឲ្យបងប្រុសយើងស្លាប់អូនាងចង់និយាយពីអ្នកបម្រើរត់តុកនោះហ៎សំណាងឲ្យតែគេស្លាប់បើសិនជាគេមិនស្លាប់ទេគេនឹងនិយាយអត់កំបាំងចេញមកស្លាប់ក៏ល្អណាស់មិនបានជានាងនិយាយអញ្ចឹងគាត់គឺជាពូរបស់នាងណាគាត់គឺជាពូរបស់នាងបាត់មាត់ខ្ញុំគ្មានពូដូចជាគេទេហើយក៏គ្មានម្ដាយដូចជានាងដែរបើពិតជាចង់ឲ្យខ្ញុំល្អត្រូវយកអត្តកំបាំងនេះចូលទៅក្នុងផ្លូវទៅស្ដាប់ឲ្យច្បាស់ល្អបើនាងមានសុភមង្គលហើយម៉ាក់គ្មានបញ្ហាទេលោកប៉ាពួកយើងទៅវិញពិតជាសំណាងអាក្រក់ណាស់មិនក៏អញ្ចឹងកូនស្រីរបស់យើងមិនក៏អញ្ចឹងកូនស្រីសម្លាញ់រឿងនេះដៃខាត់កុំនិយាយប្រាប់អ្នកម៉ាក់និងលោកតាអសនលោកប៉ាពីមុនខ្ញុំមិនដែលគិតថាលោកប៉ាកំសាកយ៉ាងនេះទេកូនស្រីកុំហៅខ្ញុំស្រិតស្នាលពេកទោះបីជាខ្ញុំគឺសៀងសាំងគឺជាឧបករណ៍សម្រាប់ប៉ាតោងឲ្យខ្ពស់ជាងស៊ីងស៊ីងមិននឹងអាចប្រៀបជាមួយឯងបានរស់នៅក្នុងកំណត់ក្រីក្របែបនេះបានហើយមិនបាច់យកចិត្តខ្ញុំទេឥឡូវលោកនិងខ្ញុំគឺនៅលើសមុទ្រតែមួយខ្ញុំមិនប្រាប់ម៉ាក់ទេហើយលោកក៏ត្រូវបិទមាត់ឲ្យចិត្តដែរនឹងហើយឥឡូវរឿងដែលត្រូវដោះស្រាយនៅសល់តែជាងសៀងសាំងយ៉ាងម៉េចហើយឆ្នាំនោះខ្ញុំមិនបានប្រាប់ហើយក៏ចាក់